បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរតាយើងមកប្រាប់អំពីរបៀបបង្កើត Facebook Page ដែលមានបងប្អូនយើងមួយចំនួនគាត់បាន comment មកសួរមកខ្ញុំថាបងប្រាប់អំពីរបៀបបង្កើត Page រកលុយបន្តិចបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំបានចេញវីដេអូមួយបាទមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបបង្កើត Page នៅក្នុងឆ្នាំ2025ចុង2026យើងហ្នឹងបាទពុកម៉ែបងប្អូនទាំងអស់គ្នាណាបាទតើយើងទៅប្រាប់អំពីរបៀបបង្កើត page ទាំងអស់គ្នាតែម្ដង DC ទេបាទគ្នាយើងទាំងអស់គ្នាបង្កើតដោយងាយស្រួលបងប្អូនយើងទាំងអស់គ្នាណាបាទអ្នកទាំងអស់គ្នាបាទតាមដានវីដេអូរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាណាបាទកុំភ្លេចអ្នកទាំងអស់គ្នាចូលទៅជួយ like ម្នាក់មួយផងបាទគ្នាយើងទាំងអស់គ្នាណាបាទដើម្បីផ្ដល់កម្លាំងចិត្តបាទគ្នាយើងទាំងអស់គ្នាដែលយើងមកប្រាប់អំពីរបៀបបង្កើត page តែម្ដងបាទពុកម៉ែបងប្អូនទាំងគ្នានៅក្នុងទូរស័ព្ទដៃបាទពុកម៉ែបងប្អូនទាំងគ្នាដែលបងប្អូនគាត់បាន comment សួរខ្ញុំថាប្រាប់អំពីរបៀបបង្កើត page បន្តិចផងបាទពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះដែរតោះយើងចូលមកកន្លែង Facebook របស់យើងមកពុកម៉ែបងប្អូនទាំងគ្នាបាទអ្នកទាំងគ្នាគឺទៅចូលមកកន្លែង Facebook ពុកម៉ែបងប្អូនទាំងគ្នាមកបាទបន្ទាប់មកទៀតពុកម៉ែបងប្អូនទាំងគ្នាក៏លេខមកមើលខាងស្ដាំដៃដែលមានសញ្ញាត្រេ3បាទរួចហើយអ្នកទាំងគ្នាណាបាទរួចហើយអ្នកទាំងអស់គ្នាក៏លេខមកមើលកន្លែងដែលមានសញ្ញាទង់ជ័យបាទពុកម៉ែបងប្អូនទាំងគ្នាអូសធ្វើម៉េចរកកន្លែងឃើញសញ្ញាទង់ជ័យនេះបាទពុកម៉ែបងប្អូនទាំងគ្នាណាបាទធ្វើម៉េចបានពុកម៉ែបងប្អូនទាំងគ្នាអូសធ្វើម៉េចឲ្យបានដល់ឃើញកន្លែងសញ្ញាទង់ជ័យនេះសញ្ញាទង់ជ័យនេះបាទគ្នាទាំងគ្នាណាបាទចុចកន្លែងសញ្ញាទង់ជ័យនេះមកបាទរូបចាំបន្តិចបាទបន្ទាប់មកទៀតបាទពុកម៉ែបងប្អូនទាំងគ្នាបន្ទាប់មកទៀតពុកម៉ែបងប្អូនទាំងគ្នាចុចអាកែសញ្ញាលេខបូកនេះបាទគ្នាទាំងគ្នាណាបាទអ្នកចុចសញ្ញាលេខបូកនេះបាទបន្ទាប់មកទៀតអ្នកទាំងគ្នាចុចកន្លែងសញ្ញាគឺ Q ខាងក្រោមបាទបន្ទាប់មកទៀតគេឲ្យយើងដាក់ឈ្មោះបាទពុកម៉ែបងប្អូនគ្នាដាក់ឈ្មោះមកដាក់ឈ្មោះក៏ដាក់មកបាទពុកម៉ែបងប្អូនទាំងគ្នាបាទសូមដាក់1K ចុះបាទពុកម៉ែបងប្អូនទាំងគ្នាសូមដាក់ 1K បាទបន្ទាប់មកទៀតពុកម៉ែបងប្អូនទាំងគ្នាចុចកន្លែងពាក្យថាបន្ទាប់មកទៀតបាទរកចាំបន្តិចបាទកន្លែងទៅនេះបាទគ្នាយើងទាំងគ្នាគេឲ្យយើងជ្រើសរើសបាទ3យើងដាក់តែ1ក៏បានយើងដាក់ទាំង3ក៏បានយើងសរសេរដាក់ក៏បានដែរពុកម៉ែបងប្អូនទាំងគ្នាស្រែកតែពុកម៉ែបងប្អូនទាំងគ្នាទេបាទចំណែកខ្ញុំដាក់ដាក់តំណងទៅបាទគ្នាយើងទាំងគ្នាដាក់តែ1បានហើយបាទបន្ទាប់មកទៀតអ្នកទាំងគ្នាចុចពាក្យថាបង្កើតមកបាទសូមរងចាំបន្តិចពុកម៉ែបងប្អូនទាំងគ្នាបាទវាចេញមកទម្រង់បែបនេះចេញមកទម្រង់បែបនេះពុកម៉ែបងប្អូនទាំងគ្នាកុំចុចយកឲ្យលើពុកម៉ែបងប្អូនទាំងគ្នាបាទពុកម៉ែបងប្អូនទាំងគ្នាសូមចុចយកឲ្យក្រោមគេហ្នឹងបាទបន្ទាប់មកទៀតសូមពុកម៉ែបងប្អូនទាំងគ្នាចុចពាក្យថាបន្ទាប់មកទៀតបាទកន្លែងទៅនេះគេឲ្យយើងដាក់ profile និងរូបភាពរបស់យើងណាបាទ cover និង profile ណាពុកម៉ែបងប្អូនទាំងគ្នាបាទពុកម៉ែបងប្អូនគ្នាមានក៏ដាក់ទៅបាទមិនទាន់មានក៏ចាំក្រោយក៏បានដែរពុកម៉ែបងប្អូនទាំងគ្នាតែចំណុចខ្ញុំចាំដាក់ក្រោយបាទរួចហើយពុកម៉ែបងប្អូនទាំងគ្នាសូមចុចពាក្យថាបន្ទាប់មកទៀតបាទកន្លែងទៅនេះគេឲ្យយើង invite friend បាទពុកម៉ែបងប្អូនគ្នាបើយើងចង់ invite ក៏ in ទៅបើយើងមិនចង់ invite ក៏តុកសិនក៏បានដែរបាទគ្នាយើងទាំងគ្នាបាទចំណែកខ្ញុំតុកសិនណាខ្ជិល invite បាទបន្ទាប់មកទៀតបាទរួចហើយសូមអ្នកទាំងគ្នាចុចពាក្យថារួចរាល់បាទនេះរួចក្រោមគេហ្នឹងបាទប៉ុណ្ណឹងយើងបានបង្កើត page មួយដោយ DC តែម្ដងបាទពុកម៉ែបងប្អូនទាំងគ្នាយើងងាយស្រួលបាទយើងចូលទៅវិញចូល Facebook វិញបាទបន្ទាប់មកទៀតយើងចុចកន្លែងត្រេ3នេះចុចកន្លែងត្រេ3នេះបាទនេះគឺជា page ដែលយើងបានបង្កើតមិញបាទគ្នាយើងទាំងគ្នាដែលមានឈ្មោះថា 1K បាទពុកម៉ែបងប្អូនគ្នាបាទប៉ុណ្ណឹងយើងអាចបង្កើត Facebook page រកលុយបានហើយនេះយើងទាំងគ្នាបាទគ្នាយើងទាំងគ្នាគាត់តែបង្ហោះវីដេអូទៅអ្នកទាំងគ្នាបាទចាំតែដល់ពេលដែលគេតម្លាក់ tool CM ឲ្យបាទអ្នកទាំងគ្នាដឹងថាបានរកលុយជាមួយនឹង Facebook បានហើយគ្នាយើងទាំងគ្នាណាបាទអ្នកទាំងគ្នាគាត់តែផុសរាល់ថ្ងៃជាប្រចាំទៅពុកម៉ែបងប្អូនគ្នាណាធ្វើម៉េចពុកម៉ែបងប្អូនគ្នាផុសជាប្រចាំរាល់ថ្ងៃទៅបាទគ្នាយើងទាំងគ្នាបាទវីដេអូក៏ដូចជាមានតែប៉ុណ្្នឹងឯងដែរគ្នាយើងទាំងគ្នាណាបាទអ្នកទាំងគ្នាបាទពេញចិត្តទេបាទអ្នកទាំងគ្នា complete like និង share ម្នាក់មួយផងណាគ្នាយើងទាំងគ្នាដើម្បីផ្ដល់ដើម្បីឲ្យគេយើងទាំងគ្នាដែលគាត់បានមិនទាន់ចេះបង្កើត page នឹងចេះបង្កើតទាំងអស់គ្នាដើម្បីយើងរកលុយសាងប្រាក់ចំណូលជាមួយនឹង Facebook ទាំងអស់គ្នាតែម្ដងបាទជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀតបាទ